យើងថ្ងៃនេះថ្ងៃច័ន្ទ13រោចខែផល្គុនឆ្នាំម្សាញ់ស័កពុទ្ធសករាជ2569យើងត្រូវនៅថ្ងៃទី15ខែមីនាឆ្នាំ2026ថ្ងៃនេះយើងបន្តការងារជាធម្មតាហើយថ្ងៃនេះចង់បង្ហាញពីវឌ្ឍនភាពរបស់សញ្ញាគារស្ថានសក្ប្រាំចារីហើយយើងកំពុងតែមមាញឹកនៅក្នុងការរៀបចំទីកន្លែងព្រោះថ្ងៃទី21មីនានេះយើងត្រូវបើកវគ្គសមាធិផងអញ្ចឹងកន្លែងដែលយើងនេះបានរៀបចំទីសំណាក់បដិបត្តិធម៌យើងអត់ទាន់រួចប៉ុន្តែយើងបានកំពុងតែសម្រុកការងារហើយរឿងក្បាច់រឿងចម្លាក់ហើយយើងនេះយើងទំនឹងបានតបតែងបន្ថែមហើយនេះជើងពៀនសម្រកំពីសត្រានេះតំណាងឲ្យបត្រៃបិដកយើងហើយខ្មែរយើងពីដើមធ្វើជាសត្រាហើយជាកំពីហើយនេះជាអដ្ឋាង្គមៈ8ព្រោះយើងតែមុខទៀតកន្លែងយើងនេះយើងទាំងបដិបត្តិសមាធិទាំងយើងសិក្សាពីបរិយត្តិធម៌ដែរហើយបរិយត្តិធម៌យើងមានគម្ពីរបត្រៃបិដកជាគោលនៅក្នុងពុទ្ធសាសនាហើយផ្លូវដំណើរនៃការប្រតិបត្តិគឺអដ្ឋង្គមៈទាំង8ដែលជាផ្លូវនាំទៅរកអរិយមគ្គអរិយផលឆ្លងចាកអំពីវដ្តទុក្ខអញ្ចឹងបានការតុបតែងរបស់យើងនេះវាជានិមិត្តរូបមួយនៃរូបជាតំណាងនៃការបដិបត្តិអង្គធម៌ជាទឹកតាងហើយយើងមានចម្លាក់បែបខ្មែរយើងនេះគ្រូធ្លាប់បាននិយាយចឹងហើយក៏ធ្លាប់បានដាស់តឿនប្រសង់ក៏ដូចជាពុទ្ធបរិស័ទយើងថានៅទីណាក៏ដោយធ្វើអីក៏ដោយកុំឲ្យភ្លេចអំពីអត្តសញ្ញាណជាតិរបស់យើងគ្រប់ជាតិសាសន៍ទាំងអស់គេអត់ដែលភ្លេចពីវប្បធម៌អរិយធម៌របស់គេទេអញ្ចឹងយើងមិនប្រកាន់ជាតិសាសន៍វណ្ណៈទេប៉ុន្តែយើងក៏ត្រូវថែទាំនិងត្រូវបង្ហាញអ្វីដែលជាជាតិសាសន៍របស់យើងផងដែរអញ្ចឹងបានសម្រាប់គ្រូនេះតែងតែនិយាយដាស់តឿនថាយើងកាន់ពុទ្ធសាសនាកុំឲ្យរហូតដល់បាត់ស្មារតីភ្លេចគិតភ្លេចឲ្យតម្លៃជាតិសាសន៍របស់ខ្លួនឯងអញ្ចឹងយើងគោរពពធយើងយល់ពធកាន់តែជ្រាលជ្រៅក៏យើងយល់ពីគុណតម្លៃជាតិសាសន៍របស់យើងដែរអញ្ចឹងគ្រប់ទីវត្តទីអារាមយើងពុទ្ធបរិស័ទយើងក្តីក៏យើងត្រូវយល់ពីតម្លៃពីថាខ្លួនយើងជាខ្មែរខ្លួនយើងជាពូជអម្បូរជាអ្នកដែលរឹងមាំជាអ្នកស្លូតបូតជាអ្នកទន់ភ្លន់ប៉ុន្តែមិនជាអ្នកទន់ជ្រាយទេគឺជាអ្នករឹងមាំចេះគោរពចេះឲ្យតម្លៃគ្នាសាមគ្គីគ្នាហើយយើងរួមគ្នាសាងសេចក្តីល្អក្នុងសង្គមជាតិគ្នាក៏រួមគ្នាសាងគុណតម្លៃសម្រាប់ជាតិសាសន៍របស់យើងដែរអញ្ចឹងបាននេះចម្លាក់ទាំងអស់នេះអីសិតតែបែបវប្បធម៌របស់ខ្មែរយើងនេះគ្រូចង់បង្ហាញពីវឌ្ឍនភាពខ្លះចំពោះការសាងសង់ដែលយើងកំពុងតែសម្រុកធ្វើហើយក្នុងក្បាច់ទាំងអស់ដែលយើងរៀបចំនេះសិតតែយើងបែបខ្មែរយើងទាំងអស់ហើយអ្វីដែលគ្រូធ្វើនេះគឺជារចនាបថខ្មែរយើងអត់ទៅចម្លងពីបរទេសណាទេយើងធ្វើជាបែបវប្បធម៌អរិយធម៌របស់ខ្មែរយើងអញ្ចឹងបានការស្នាក់នៅពធនេះយើងទន្ទឹមនឹងយើងសិក្សាពធបដិបត្តិពធក៏យើងត្រូវតែរក្សាគុណតម្លៃជាតិរបស់យើងហើយព្យាយាមទ្រទ្រង់ព្យាយាមរក្សាលើកតម្កើងពីវប្បធម៌អរិយធម៌របស់ជាតិសាសន៍យើងដែរអញ្ចឹងនេះបន្ទប់យើងស្នាក់នៅក្នុងការសិក្សាប្រតិបត្តិធម៌ហើយក្រុមជាងកំពុងតែបោកបៀកដុសខាត់យើងចាប់ផ្ដើមបៀកឲ្យស្មើរួចរាល់ហើយបានយើងលាបថ្នាំហើយសម្អាតបណ្ដាហើយកំពុងតែការងារកន្លែងខ្លះនៅខ្វះចន្លោះអីយើងចាប់ជ្រុងចាប់ជ្រីហើយកិច្ចការងារនេះយើងពលឹមនឹងឯងក្នុងការធ្វើហើយគ្រប់គ្នាបានឃើញនេះមួយបន្ទប់នេះគោលដៅរបស់យើងគឺយើងត្រូវការភាពស្ងប់ស្ងាត់ដោយគ្រូតានិយាយអញ្ចឹងគឺសញ្ញាគារយើងគឺត្រូវការភាពស្ងប់ស្ងាត់ត្រូវការសិក្សាពធពិតប្រាកដយើងអត់ត្រូវការភាពអ៊ូអរអត់ត្រូវការជួបជុំដែលបែបសបាយក្នុងបែបមហាកុសលតែម្យ៉ាងគឺយើងស្វែងរកនៅគុណវិសេសអញ្ចឹងដើម្បីស្វែងរកគុណវិសេសនៅក្នុងគុណធម៌យើងត្រូវតែ
រក្សានៅភាពស្ងប់ស្ងាត់ដំណឹងល្អអញ្ចឹងបានយើងរៀបចំទីកន្លែងនេះឲ្យបានស្ងប់ស្ងាត់យើងសិក្សារួមគ្នាក៏ពិតមែនប៉ុន្តែយើងត្រូវតែស្ងប់ស្ងាត់ហើយនេះលោកតាខៀកូនសិស្សបានមកជួយកិច្ចការងារគ្រូនេះក្នុងកិច្ចការងារព្រះអង្គក៏យល់ពីការងារធ្វើសំណង់អីខ្លះចឹងទៅត្រឡប់នៅវសក់ចឹងទៅហើយលោកតានៅវសក់ហើយបានមកបួសមករៀនក្នុងសំណាក់គ្រូឥឡូវបានមកជួយកិច្ចការងារនេះផងដែរជាមួយនឹងក្រុមការងារហើយនេះទាំងអស់នេះដែលយើងបានឃើញទាំងអស់ទស្សនវិជ្ជាទាំងអស់នេះយើងមិនដឹងថាតាន់មិនតាន់ទេបាទសម្រុកថ្ងៃ21យើងដល់ថ្ងៃហើយយើងនៅតាមពិតការងារធំយើងហើយប៉ុន្តែសំខាន់ការងារកពិចកប៉ុកហ្នឹងវាដូចថាវាយូរវិញចេកចប់តិចហ្នឹងវាយូរវិញវាត្រូវប្រើពេលវេលាច្រើនអញ្ចឹងបានពេលខ្លះការងារជាផ្ទាំងហ្នឹងវាទៅជាលឿនទេប៉ុន្តែការងារហាត់ការងារបោកបៀកការងារក្បាច់ការងារអីហ្នឹងត្រូវចំណាយពេលយូរមែនតើយូរវាយើងត្រូវការចាត់ផ្ចង់វាអត់ដូចអាការងារធំឯមានន័យថាវាទៅជាលក្ខណៈមួយដែលយើងនិយាយបានថាវាត្រូវការចាត់ផ្ចង់ក្នុងការបិទក្នុងការចាត់ហើយមួយទៀតរឿងបៀករឿងអីក៏យើងសតត្រូវការពេលវេលាដែរអញ្ចឹងបានចង់ឲ្យពួកយើងមើលពីទស្សនវិជ្ជាទាំងអស់នេះពីវឌ្ឍនភាពនៃការវិវត្តទៅមុខរបស់សញ្ញាគារយើងដែលយើងកំពុងតែបានសាងបានធ្វើនៅរយៈកាលកន្លងមកហើយអាគារនេះយើងបើគិតពីពេលធ្វើយើងធ្វើថ្ងៃ12ខែ7បើគិតពីឆ្នាំ2020 2025ថ្ងៃ12ខែ7អញ្ចឹងយើងគិតថាខែ7យើងគិតថាខែ8ខែ9ខែ10 11ខែ12ខែ1ខែ2ឥឡូវយើងគិតទៅវាបាន17ខែអាគារទាំងអស់នេះហើយផ្នែកខាងលើយើងរួចរាល់ហើយឥឡូវយើងនៅផ្នែកខាងក្រោមនេះហើយបន្ទប់នេះយើងស្នាក់នៅពេលដែលហើយនេះគឺយើងសម្រាប់ស្ងប់ស្ងាត់ល្អហើយទីធ្លាទាំងអស់នេះក៏យើងទឹមតែរៀបចំហើយខ្លះនៅមិនទាន់សម្អាតអីស្រួលបួលទេហើយនៅខាងនេះយើងព្រះអង្គខ្មែរយើងហៅថាព្រះអង្គប្រក់នាគណាប៉ុន្តែនៅក្នុងរឿងរ៉ាវពុទ្ធប្រវត្តិយើងហៅព្រះអង្គមុជលិននឹងព្រះអង្គមុជលិននេះព្រះអង្គមុជលិននេះគឺព្រះអង្គគង់សោយនៅវិមុតសុខពេលត្រាស់ដឹងនៅក្នុងសប្តាហ៍ទី6នឹងព្រះអង្គគង់នៅស្រះមុជលិនមាននាគមុជលិនពាត់ពេនហើយរចនាបថព្រះអង្គមុជលិនឲ្យយើងធ្វើឲ្យត្រូវតាមក្បួនខ្នាតពុទ្ធសាសនាហើយក៏ត្រូវធ្វើឲ្យត្រូវតាមក្បួនខ្នាតរបស់វប្បធម៌ខ្មែរយើងគឺឲ្យតែព្រះអង្គធ្វើប្រក់នាគគឺធ្វើក្បាលនាគ7តំណាងឲ្យព្រះអង្គគង់7យប់7ថ្ងៃក្នុងសប្តាហ៍ដែលព្រះអង្គត្រាស់ដឹងទាំង7សប្តាហ៍នោះហើយតំណាងឲ្យ7យប់7ថ្ងៃដែលព្រះអង្គគង់ជាសុខនៅស្រះមុជលិនមាននាគហ្នឹងការពារព្រះអង្គ7យប់7ថ្ងៃអញ្ចឹងបានដើម្បីរក្សាវប្បធម៌ជាតិរបស់យើងពេលខ្លះកុំឲ្យយើងចេះតែធ្វើអីខុសអញ្ចឹងរចនាបថយើងគឺ7យប់7ថ្ងៃដែលបុរាណរបស់យើងអ្នកប្រាជ្ញយើងគាត់ធ្វើមកគឺអត់ខុសទេគឺក្បាលនាគ7ប៉ុន្តែឃើញបច្ចុប្បន្ននេះខ្មែរយើងខ្លះធ្វើដល់ក្បាលនាគ9ក្បាលនាគឯណា12អីផ្សេងនាគគេប្រើតាមតម្រងផ្សេងគ្នាប៉ុន្តែដែលឡែកនាគចំពោះព្រះអង្គមុជលិនមួយគេធ្វើក្បាល7ក្បាល5ក៏អត់ក្បាល9ក៏អត់12ក៏អត់ដែរសុខចិត្តគឺធ្វើតែក្បាល1ហើយនឹងក្បាល7ព្រោះតាមរឿងរ៉ាវពុទ្ធប្រវត្តិអាហ្នឹងគឺគេតំណាងឲ្យសប្តាហ៍7សប្តាហ៍ឬក៏តំណាងឲ្យ7យប់7ថ្ងៃព្រះអង្គគង់សោយវិមុតសុខអញ្ចឹងសូមប្រកាសណាញាតិញោមពុទ្ធបរិស័ទហ្នឹងពិចារណាឡើងវិញព្រោះគ្រូបានឃើញមួយរយៈនេះឃើញអ្នកខ្លះហ្នឹងក៏សាងនាគហ្នឹងក្បាល9ខ្លះក្បាលច្រើនអញ្ចឹងទៅចេះតែធ្វើតាមនឹកឃើញតាមការស្រឡាញ់ហើយខ្លះទៀតទៅចង់គេហៅថាបង្ហាញរិទ្ធបារមីហ្នឹងធ្វើក្បាលនាគច្រើនទៅបារមីខ្លាំងវាមិនមែនខ្លាំងព្រោះអញ្ចឹងទេអញ្ចឹងបើពេលខ្លះគិតខ្លាំងរហូតទៅយើងភ្លេចគិតពីវប្បធម៌របស់ជាតិសាសន៍យើងភ្លេចគិតពីក្បួនច្បាប់អស់វាទៅជាអាភាពលោភលន់មហិច្ឆតាហ្នឹងបាំងបិទនៅអរិយធម៌វប្បធម៌របស់ខ្មែរយើងហើយខាងនេះយើងមានរតនចង្ក្រមនេះគឺព្រះអង្គបានគង់
ចង្ក្រាំរយៈពេល7យប់7ថ្ងៃដែរយើងមានស្នាមប្របាទ7ស្នាមប្របាទតំណាងឲ្យ7យប់7ថ្ងៃដែលព្រះអង្គយាងនិមន្តចុះឡើងដោយមិននៅមួយកន្លែងមានន័យថានិមន្តដើរចង្ក្រាំហ្នឹងគឺដើររហូតអស់7យប់7ថ្ងៃហើយយើងបានធ្វើជាទីសក្ការៈបូជានៅសញ្ញាគារស្ថានសក្រាមចារីយើងនេះដើម្បីជាទីគោរពបូជាទាំងអស់គ្នាហើយក៏គ្រូជូនបន់កុសលដល់សិស្សគុណទាំងអស់គ្នាផងដែរណាទាំងក្នុងស្រុកក្រៅស្រុកទាំងអស់និងពុទ្ធបរិស័ទយើងដែលតែងតែជឿជាក់ចំពោះគ្រូគោរពចំពោះគ្រូហើយនឹងតែងតែចូលរួមចាប់កុសលបំពេញបន់ជាមួយគ្រូហើយនឹងបានរួមគ្នាសាងបន់ជាមួយគ្រូក៏សូមឲ្យពួកយើងទាំងអស់គ្នាបានពុទ្ធបូជាមហាតេជោធម្មបូជាមហាបញ្ញោសង្ឃបូជាមហាតណាំងសូមឲ្យបានជួបពុទ្ធពធប្រសង្ឃគ្រប់ជាតិមានបញ្ញាសមាធិហើយសូមអំណាចនៃការគោរពបូជានៅក្នុងធម្មវិន័យរបស់ព្រះសមណគោតមនេះបានជានិស្ស័យជាបច្ច័យបានការតាន់ការត្រាស់ដឹងរបស់ព្រះសាមេត្រីត្រាស់ដឹងចុងផតកັບទាំងអស់គ្នាសម្រាប់នៅពធនៅពេលដែលព្រះអង្គត្រាស់ដឹងស្ដាប់ពធមួយគាថាពីរគាថាឬ3គាថាយ៉ាងច្រើនសូមបានលុះក្នុងមគ្គនឹងផលដល់ព្រះនិព្វានគ្រប់អង្គគ្រប់គ្នាអនុមោទនាហើយនេះយើងមើលទស្សនវិជ្ជានៅសញ្ញាគាររបស់យើងហើយនឹងការវិវត្តទាំងអស់គ្នាហើយក៏នោះព្រះអង្គចាក់ទទឹះនេះតំណាងឲ្យទិសធំទាំង4ហើយតំណាងឲ្យធម្មវិន័យរបស់ព្រះអង្គគឺបានផ្សព្វផ្សាយគ្រប់ទិសទាំង4ដែលឲ្យអភ័យដល់សពសត្វទាំងអស់ចម្លងសពសត្វដែលមាននិស្ស័យសត្វណាដែលមាននិស្ស័យគ្រប់ទិសទាំង4ទិសខាងកើតទិសខាងត្បូងទិសខាងលិចទិសខាងជើងដែលជាទិសធំនេះអាចយកនៅធម្មវិន័យរបស់ព្រះអង្គយកមកគោរពប្រតិបត្តិបានឲ្យតែយើងមានសទ្ធាមានសេចក្តីជ្រះថ្លាមានការជឿជាក់និងយកនៅធម៌វិន័យរបស់ព្រះអង្គយកមកគោរពប្រតិបត្តិអញ្ចឹងព្រះអង្គគង់នៅទិសទាំង4នេះគឺតំណាងឲ្យការស្រោចស្រង់សត្វគ្រប់ទិសទាំង4ដោយមិនប្រកាន់ឋានៈប្រកាន់វណ្ណៈហើយក៏ជាការស្រោចស្រង់នៅសពសត្វដែលមានឧបនិស្ស័យនេះយើងបានកសាងហើយវិវឌ្ឍនភាពរបស់យើងនេះនៅក្នុងអគារដែលយើងបានកំពុងតែធ្វើហើយចាំមើលយើងលាបថ្នាំលាបអីរួចរាល់ទៅបានចេញសម្រស់ថែមបន្តិចដោយសារឥឡូវនេះអត់ទាន់ចេញសម្រស់ទេព្រោះកំពុងតែធ្វើបើផ្នែកខាងលើនោះយើងបានរួចរាល់ហើយមកកាត់ខាងលើនោះយើងអាចដាក់គ្នាបាន150នាក់ខាងលើនោះយើងអាចអង្គុយសមាធិធ្វើកិច្ចអីជុំគ្នានៅខាងលើស្រឡះល្អគេហៅខ្យល់អាកាសទាំង8ទិសខាងលើនោះយើងអត់ធ្វើចិញ្ចាំងបាត់បាំងទេប្រក់តែដំបូលដើម្បីឲ្យយើងមាននៅខ្យល់អាកាសល្អក្នុងការដែលយើងត្រូវសិក្សាប្រតិបត្តិព្រោះការសិក្សាប្រតិបត្តិនេះយើងត្រូវការធម្មជាតិដោយច្រើនយើងអត់ត្រូវការបាត់បាំងអីពេកទេបាត់បាំងតែកន្លែងស្នាក់នៅអីហ្នឹងគឺយើងមានទីជម្រកអីស្ងប់ស្ងាត់ឲ្យមានរបៀបធម្មតាប៉ុន្តែបើសម្រាប់ការបដិបត្តិធម៌អ្នកបដិបត្តិធម៌គឺសាមញ្ញបំផុតអញ្ចឹងបានយើងងាកមើលទៅក្នុងសម័យពុទ្ធយើងមើលអ្នកត្រាស់ដឹងធម៌ទៅត្រាស់ដឹងនៅរោងភ្នំក្រំថ្មទៅលើភ្នំឬក៏ទៅគល់ឈើស្ងប់ស្ងាត់ឬក៏ព្រៃឬក៏ទៅកាន់នៅទីសនាសនៈដែលស្ងប់ស្ងាត់អត់មានទីច្បោកច្បល់ដោយពួកគណៈក្រុមទេអញ្ចឹងសម្រាប់គុណធម៌ធម្មជាតិអត់មានការប្រកួតប្រជែងទេអញ្ចឹងបានអ្នកដែលស្វែងរកធម៌ពិតធម៌មែនគឺជាអ្នកដែលសាមញ្ញបំផុតអត់មានលយឆាយដោយភ្លើងពណ៌លយឆាយដោយមនុស្សអ៊ូអដោយហាយកថាអត់ទេការបំពេញបន់កុសលអ៊ូអក៏ក្រឹកក៏ក្រែងអធិកធំគឺអានឹងវាជាមហាកុសលនៅក្នុងការបំពេញទានជាធម្មតាប៉ុន្តែបើចូលទៅដល់លំដាប់នៃកុសលមួយគេហៅថារូបាវចរៈកុសលទៅកាន់អរូបាវចរៈកុសលដើម្បីលុះទៅកាន់លោកតរៈកុសលអាភាពច្បោកច្បល់ហ្នឹងគឺអត់មានទេគឺត្រូវតែដាច់ឆ្ងាយពីអាភាពអ៊ូអភាពក៏ក្រឹកក៏ក្រែងហ្នឹងហើយគឺមានតែភាពស្ងប់ស្ងាត់បែបសាមញ្ញជាធម្មជាតិហ្នឹងឯងអាហ្នឹងគឺអញ្ចឹងចាំមិនយើងត្រូវយល់ចាំបានអ្នកដែលទៅស្វែងរកធម៌ពិតប្រាកដគេអត់មានទៅស្វែងរកថោកន្លែងហ្នឹងមនុស្សច្រើនណាទៅកន្លែងហ្នឹងបានបន់ច្រើនមិនមែនអញ្ចឹងទេអ្នកស្វែងរកធម៌កន្លែងដែលស្ងាត់បំផុតគឺជាកន្លែងដែលចម្រើនគុណធម៌ល្អបំផុតព្រោះអ្នកចម្រើនគុណធម៌ដោយក្នុងពុទ្ធិកាព្រះអង្គធម្មនាភិក្ខុទាំងឡាយភិក្ខុក្នុងសាសនានេះដែលនឿយណាយក្នុងភពក្នុងវត្តដាក់ប្រាថ្នារំដោះខ្លួនចេញចាអំពីអកុសលធម៌ទាំងឡាយពីកាមទាំងឡាយពីកិលេសធម៌ទាំងឡាយគឺ
ពិខុទាំងឡាយឬក៏អ្នកទាំងឡាយក៏បីផ្ដាច់ខ្លួនចេញអំពីពួកអំពីគណៈដូចជាកុយរមាសពាក្យថាកុយរមាសយើងគ្រប់គ្នាបានស្គាល់ហើយកុយរមាសមានន័យថាវាមានតែមួយទេអញ្ចឹងវាទៅដល់ឯងអញ្ចឹងអ្នកបដិបត្តិធម៌ដែលចង់សម្ងួតនៅអកុសលធម៌ទាំងឡាយចង់សម្ងួតនៅភាពមិនល្អទាំងឡាយហើយញ៉ាំងគុណធម៌ឲ្យកើតឡើងគឺត្រូវជាអ្នកស្ងប់ស្ងាត់ប្រះចាកពួកគណៈក្រុមអញ្ចឹងទីដែលស្ងាត់បំផុតមានរុក្ខមូលកតោវាសញ្ញាគារកតោវាឬក៏អរញ្ញកតោវាព្រៃស្ងាត់គល់ឈើស្ងាត់ឬក៏ទីដែលស្ងប់ស្ងាត់សមគួរដល់ការប្រតិបត្តិធម៌នៅផ្ទះស្ងាត់ម្នាក់ឯងស្ងប់ស្ងាត់អញ្ចឹងបានអ្នកស្ងប់ស្ងាត់ក្នុងសមាធិនេះយើងមើលឲ្យតែអ្នកយល់ពីអារម្មណ៍សមាធិពិតប្រាកដអត់ចូលចិត្តទីច្បុកច្បល់ទេឲ្យតែអ្នកយល់ក្នុងផ្លូវធម៌ពិតប្រាកដទីច្បុកច្បល់គឺជាទីនឿយណាយហើយទីច្បុកច្បល់ហ្នឹងគឺវាជាទីធុញទ្រាន់អត់ត្រូវការច្បុកច្បល់ច្រើនទេគឺត្រូវការភាពស្ងប់ស្ងាត់អញ្ចឹងមកពេលខ្លះអ្នកដែលស្ងប់ស្ងាត់មិនមែនគេមានវិបត្តិទេអ្នកដែលស្ងប់ស្ងាត់មិនមែនគេមានបញ្ហាទេពេលខ្លះចឹងបានគេហៅថាសេចក្តីសុខគេហៅវិវេកសុខណាសុខក្នុងសេចក្តីស្ងប់ស្ងាត់អ្នកដែលមានសេចក្តីស្ងប់ស្ងាត់ពេលខ្លះគឺគេមានសេចក្តីសុខណាគេអត់ច្បុកច្បល់អត់ញ៉ៃញ៉ៃទេហើយចូលក្នុងទីច្បុកច្បល់ចូលអត់បានយូរទេចូលបន្តិចទៅដូចមានអារម្មណ៍ដូចពុលអញ្ចឹងអាហ្នឹងសម្រាប់អ្នកដែលតែយល់ក្នុងអារម្មណ៍សមាធិប៉ុន្តែយើងព្រោះកាលណាយើងអត់យល់ពីអារម្មណ៍សមាធិយើងនៅអាភាពភ្លើនសបាយពេលណាមនុស្សអ៊ូអជូឆវាទៅជាកាយសបាយទៅវិញហើយអត់ចេះនៅទីស្ងាត់ទេអញ្ចឹងបានអ្នកបដិបត្តិធម៌អ្នកដែលអត់ធ្វើចិត្តអត់តាន់បានស្ងប់ទេអត់ចេះនៅកន្លែងស្ងាត់ទេអត់ចេះនៅទីស្ងាត់ទេចូលចិត្តតែរកគ្នាដើម្បីជជែកដើម្បីសបាយដើម្បីត្រេកអររីករាយជុំគ្នាអ៊ូអហ្នឹងអាហ្នឹងអ្នកអត់តាន់អប់រំចិត្តបានគឺចូលចិត្តបែបអញ្ចឹងហើយបើឲ្យនៅស្ងប់ស្ងាត់ស្ងៀមពិបាកនៅប៉ុន្តែសម្រាប់អ្នកដែលគេមានអធ្យាស្រ័យក្នុងវិវេកធម៌ស្ងប់ស្ងាត់អត់ទេគឺកន្លែងណាដែលគ្មានមនុស្សកន្លែងណាដែលកាន់តែស្ងាត់កន្លែងណាដែលมันមានភាពប្រកួតប្រជែងគឺកន្លែងនោះឯងគឺជាទីមួយដែលសុខស្ងប់មែនតើអាហ្នឹងគឺអញ្ចឹងណាអញ្ចឹងគ្រូចង់បញ្ជាក់អញ្ចឹងកន្លែងគ្រូកំពុងរៀបចំនេះយើងត្រូវការបែបធម្មជាតិហើយក៏យើងមានកន្លែងស្នាក់សម្រាប់បដិបត្តិធម៌និងសិក្សារៀនសូត្រដើម្បីឲ្យបានសមស្របនៅក្នុងផ្លូវធម៌ដែលយើងកំពុងតែស្វែងរកហើយគ្រូអត់ចង់ប្រៀបធៀបជាមួយកិច្ចការងារខាងក្រៅអ្នកដទៃណាទេហើយគ្រប់គ្នាក៏កុំយកគ្រូទៅប្រៀបធៀបជាមួយកន្លែងនេះកន្លែងនោះឬក៏គ្រូនេះគ្រូនោះឬគ្រូនិយាយដដែលអញ្ចឹងគ្រូនិយាយដដែលអញ្ចឹងគ្រូនិយាយថាគ្រូមានរបៀបការងាររបស់គ្រូធ្វើជាលក្ខណៈអ្វីជាដំណើររបស់គ្រូដែលជាអ្នកមួយបង្រៀនផ្នែកសមាធិដល់គ្រប់គ្នាក៏ដូចជាការបំពេញបុណ្យកុសលអញ្ចឹងបែបរបស់គ្រូវាផ្សេងបែបគេវាផ្សេងអញ្ចឹងយើងកុំធ្វើការប្រៀបធៀបឬក៏វិនិច្ឆ័យថាវាមិនដូចអញ្ចេះវាមិនដូចអញ្ចោះនឹងជំរាបជូនអញ្ចឹងនឹងគ្រូគ្រាន់តែចង់បញ្ជាក់អំពីកិច្ចការងារទូទៅខ្លះដែលយើងកំពុងតែធ្វើកំពុងតែចម្រើននៅកុសលធម៌រាល់ថ្ងៃក្នុងការសាងសង់ហើយនឹងក្នុងការបំពេញបុណ្យកុសលទាំងអស់គ្នាហើយយើងថ្ងៃទី21នេះយើងនឹងចាប់ផ្ដើមបើកវគ្គហើយសិស្សដែលបានចុះឈ្មោះហើយត្រៀមលក្ខណៈហើយយើងថ្ងៃ16យើងបិទនឹងទទួលឈ្មោះហើយអញ្ចឹងនៅសល់ថ្ងៃស្អែកមួយថ្ងៃទៀតអញ្ចឹងផុតពីថ្ងៃស្អែកទៅគឺយើងបិទឈប់ទទួលសិស្សដែលចូលមករៀនបដិបត្តិហើយអញ្ចឹងជំរាបជូនអញ្ចឹងផងជាក្នុងឱកាសហ្នឹងហើយនៅពេលនេះក៏យើងបានឃើញពីទស្សនវិជ្ជាដែលយើងកំពុងតែធ្វើនេះផ្នែកខាងមុខយើងនៅខាងក្រោយនោះមកកាត់ទៀតបើយើងអត់នេះទេព្រោះខាងនោះយើងធ្វើហើយយើងនិយាយពីវិវឌ្ឍនភាពក្នុងដំណើរការកំពុងតែធ្វើក្នុងបច្ចុប្បន្ននេះខ្ញុំសូមអរគុណហើយសូមជូនបុណ្យគ្រប់គ្នាសុខចម្រើនសូមឲ្យគិតល្អធ្វើល្អនិយាយល្អរួមគ្នាសាងបុណ្យសាងកុសលជាឧបនិស្ស័យឆ្លងចាក់វិវត្តដាក់ទុកទាំងអស់គ្នាអនុមោទនា